Ok បាទសួស្តីបងប្អូនទាំងគ្នាដែលកំពុងតែសិក្សាភាសាកូរ៉េបាទជាពិសេសអ្នកដែលកំពុងតែរៀនដើម្បីត្រៀមប្រឡងបាទវគ្គ EPS Topic បាទអញ្ចឹងថ្ងៃនេះយើងមានមេរៀនបាទដែលតាក់ទងទៅនឹងបាទមេរៀនមួយចំនួនបាទដែលអាចនឹងបងប្អូនប្រើប្រាស់ក្នុងការត្រៀមប្រឡងនេះបាទអញ្ចឹងយើងចូលទៅសិក្សាទាំងអស់គ្នាបាទតាក់ទងទៅនឹងមេរៀនទី3របស់យើងបាទអញ្ចឹងមេរៀនទី3របស់យើងគឺតាក់ទងទៅនឹងបាទ Kyoshil Hangugo នេះបាទ Kyoshil Hangugo បាទយើងបកប្រែថាភាសាកូរ៉េនៅក្នុងថ្នាក់រៀនអូខេបាទអញ្ចឹងយើងចូលទៅមើលតើមានខ្លឹមសារមេរៀនអ្វីខ្លះនៅក្នុងមេរៀនទី3បាទដែលតាក់ទងទៅនឹង Kyoshil Hangugo ណាអូខេបាទអញ្ចឹងយើងចូលទៅសិក្សាបាទពាក្យមួយចំនួនបាទនៅក្នុងបាទ Kyoshil Hangugo របស់យើងបាទយើងមានពាក្យទី1បាទយើងមានពាក្យទី1គឺពាក្យថាសនសេងនិមណាបាទសនសេងនិមបាទម្ដងទៀតសនសេងនិមបាទដែលយើងបកប្រែថាលោកគ្រូឬក៏អ្នកគ្រូណាបាទអញ្ចឹងសូមអានទាំងអស់គ្នាណាបាទពាក្យទី1របស់យើងគឺសនសេងនិមណាសនសេងនិមណាអូខេបាទពាក្យបន្ទាប់គឺពាក្យថាហាក់សេងណាហាក់សេងបាទហាក់សេងអូខេបាទម្ដងទៀតអ្នកនរគ្នាហាក់សេងណាបាទអញ្ចឹងពាក្យទី2របស់យើងគឺបកប្រែថាសិស្សណាបាទហាក់សេងអូខេបាទយើងចូលទៅពាក្យទី3របស់យើងគឺពាក្យថា Panchingu Panchingu ណាបាទ Panchingu បាទមិត្តរួមថ្នាក់ណាអូខេបាទអញ្ចឹងសម្រាប់ពាក្យទី3បាទបងប្អូនអានថា Panchingu អូខេបាទយើងចូលទៅពាក្យទី4របស់យើងគឺពាក្យថា Chilpan ណា Chilpan ណា Chilpan អូខេបាទក្តារខៀនអូខេបាទយើងមើលទៅពាក្យទី5របស់យើងគឺពាក្យថា check sang check sang ណា check sang ណា check sang បាទតកបាទពាក្យទី6គឺពាក្យថាអឿយចាណាអឿយចាអឿយចាអូខេបាទកៅអីណាបាទពាក្យទី7ពាក្យថា check check ណា check បាទសិភៅបាទពាក្យទី8ខុង check ខុង check បាទអញ្ចឹងបកប្រែថាសិភៅសរសេរណាបាទអញ្ចឹងម្ដងទៀតណាបាទពាក្យទី8របស់យើងគឺពាក្យថាខុង check ខុង check ណាខុង check អូខេបាទយើងបន្តទៅពាក្យបាទទី9របស់យើងអូខេបាទបងប្អូនអូខេតោះអញ្ចឹងពាក្យទី9របស់យើងគឺពាក្យថា yon pil ណា yon pil ខ្មៅដៃណាបាទ yon pil បាទម្ដងទៀត yon pil អូខេបាទពាក្យទី10របស់យើងគឺពាក្យថា pull pen ណា pull pen បាទ pull pen big ណាបាទ pull pen អូខេពាក្យទី11 chiuge chiuge ណា chiuge បាទចូលលុបបាទពាក្យទី12បាទពាក្យថា pil thong ណា pil thong បាទម្ដងទៀត pil thong បាទប្រអប់ដាក់ខ្មៅដៃឬក៏ប្រអប់ដាក់ big ហ្នឹងណាបាទ pil thong បាទយើងចូលទៅពាក្យទី13បាទពាក្យថា sike sike ណា sike អូខេបាទនាឡិកាណាអូខេបាទយើងអានថា sike បាទពាក្យទីបាទ14បាទពាក្យថា thal yok ណា thal yok thal yok បាទបតិទិនអូខេបាទពាក្យទី15របស់យើងបាទគឺពាក្យថា chang mun ណា chang mun ណា chang mun បាទបកួចណាបាទម្ដងទៀត chang mun អូខេបាទពាក្យទី16របស់យើងគឺពាក្យថា mun ណា mun mun ណាដែលយើងបកប្រែថាទ្វេអូខេបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចអានបាននៅពាក្យទាំង16ដែលយើងបានរៀននៅក្នុងមេរៀនទី3ណាបាទជួបគ្នានៅមេរៀនបន្តទៀតណា